សួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទមកទៀតហើយថ្ងៃនេះខ្ញុំបានមុខម្ហូបថ្មីមួយមុខទៀតហើយមុខម្ហូបនោះគឺជាញាំបន្លែជាមួយសាច់ជ្រូកហើយខ្ញុំសូមរំខានពេលវេលាបងប្អូនបន្តិចវីដេអូរបស់ខ្ញុំនេះមិនដល់2នាទីកន្លះនោះទេអញ្ចឹងបងប្អូនជួយទស្សនាវីដេអូរបស់ខ្ញុំហើយជួយខមមិនប្រាប់ផងថាខ្ញុំធ្វើបែបនេះថាត្រូវក្បួនត្រូវខណៈទេព្រោះតែខ្ញុំធ្វើនេះខ្ញុំចេះមកពី YouTube ខ្លះហើយក៏ខ្ញុំនឹកឃើញខ្លួនឯងខ្លះអញ្ចឹងទេមានតែពឹងពុកម៉ែបងប្អូនទាំងគ្នាបើកន្លែងណាដែលខ្ញុំធ្វើខុសសូមពុកម៉ែបងប្អូនទាំងគ្នាជួយខមមិនប្រាប់ផងតើខ្ញុំធ្វើបែបនេះតើត្រូវអត់ព្រោះតែម្ហូបថ្មីដែលខ្ញុំធ្វើដាក់ក្នុងវីដេអូរបស់ខ្ញុំនេះគឺតែខ្ញុំធ្វើលើកទី1តែម្ដងពុកម៉ែបងប្អូនទាំងគ្នាបានអញ្ចឹងបើមានកន្លែងណាខុសឆ្គងសូមពុកម៉ែបងប្អូនជួយប្រាប់ផងហើយនៅក្នុងវីដេអូមុនខ្ញុំតែងតែប្រាប់ពីវិធីធ្វើប៉ុន្តែខ្ញុំគិតថាខ្លួនខ្ញុំគឺគ្មានសមត្ថភាពណាទៅពង្រៀនបងប្អូនទាំងគ្នាទេអញ្ចឹងហើយខ្ញុំមានសម្រេចចិត្តថាខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាមើលលេងកំសាន្តបើកន្លែងណាដែលខ្ញុំធ្វើខុសសូមពុកម៉ែបងប្អូនជួយខមមិនប្រាប់ផងហើយក៏សូមអរគុណទុកជាមុនសម្រាប់ការជួយខមមិនប្រាប់ព្រោះតែវីដេអូខ្ញុំមួយគឺខ្ញុំរៀនទាំងអស់បងប្អូនខ្ញុំរៀនចាប់ពីការកាត់វីដេអូការធ្វើម្ហូបហើយខ្ញុំព្យាយាមរកខ្លួនឯងថាខ្ញុំចូលចិត្តបែបណាពេលដែលយើងធ្វើវីដេអូទៅមានអារម្មណ៍ថាសប្បាយទោះយើងមិនចេះច្បាស់ក៏ដោយក៏យើងបានចែករំលែកអ្វីដែលយើងដឹងខ្លះយើងបានចែករំលែកទៅពុកម៉ែបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំធ្វើនេះបងប្អូនមិនបាច់យកជាការខ្លាំងពេកទេព្រោះតែខ្ញុំធ្វើដោយចេះតាម YouTube ហើយខ្ញុំនឹកឃើញខ្លួនឯងខ្លះផងអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាធ្វើមុខម្ហូបមួយថ្មីរហូតដល់ពុកម៉ែបងប្អូនទស្សនាមើលលេងកំសាន្តហើយក៏ខ្ញុំដឹងត្រាប់ហើយថាវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើទៅមិនទទួលបានការគាំទ្រនោះទេព្រោះមេត្តាធ្វើម្ហូបវាទៅការពេលវេលាច្រើនសម្រាប់ការទស្សនាព្រោះតែពេលបងប្អូនធ្វើម្ហូបបងប្អូនតែងតែបើបងប្អូនអត់ចេះបងប្អូនអាចទៅរកមើលក្នុង YouTube យកអីអញ្ចឹងដល់ពេលឃើញវីដេអូរបស់ខ្ញុំបងប្អូនតែងតែអូសរំលងបងប្អូនមើលវីដេអូរបស់ខ្ញុំទុកថាជាការកំសាន្តហើយទុកជាការចងចាំថ្ងៃនេះបងប្អូនមិនធ្វើម្ហូបខ្ញុំធ្វើនឹងទេប៉ុន្តែថ្ងៃក្រោយបងប្អូនរនឹកថាម្ហូបធ្វើម្ហូបអីគេអត់ឃើញត្រាប់តែនឹកឃើញអូនធឿនធ្លាប់ញោមបន្លែមួយសាច់ជ្រូកអញ្ចឹងតោះយើងញោមបន្លែមួយសាច់ជ្រូកដែរហ្មងទៅអញ្ចឹងហើយពុកម៉ែបងប្អូនអរគ្នាប្រកាសជាបានម្ហូបថ្មីមួយមុខទៀតហើយខ្ញុំសូមសន្យាជាមួយពុកម៉ែបងប្អូនអរគ្នាបាទថាខ្ញុំនឹងខំរៀនធ្វើម្ហូបវីដេអូថ្មីចែកជូនពុកម៉ែបងប្អូនទស្សនាមើលលេងកំសាន្តហើយវីដេអូរបស់ខ្ញុំធ្វើញោមបន្លែជាមួយសាច់ជ្រូកឥឡូវក៏បានមកដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀត